here. Hello everyone. ហើយថ្ងៃនេះខ្ញុំចង់មកធ្វើម្ហូបស៊ុបគោបងប្អូននិយាយទៅថ្ងៃ40ថ្ងៃទៅគឺគ្មានអីក្រៅពីធ្វើម្ហូបទេហើយចំណែកឯម្ហូបវិញក៏សិតតែម្ហូបខ្មែរយើងដែរបងប្អូនព្រោះថាបើញ៉ាំម្ហូបអាកែងអត់សូវបានអញ្ចឹងចូលចិត្តញ៉ាំម្ហូបខ្មែរត្រូវតែធ្វើម្ហូបខ្មែរហើយចេះហេងដែរបងសែមគាត់អាចញ៉ាំស៊ុបគោបានបងប្អូនអញ្ចឹងទៅខ្ញុំក៏មកធ្វើស៊ុបគោសម្រាប់ weekend នេះហើយខ្ញុំមានបន្លែយ៉ាងច្រើនដែរថ្ងៃនេះហើយមានឆ្អឹងគោហើយនិង oxtail កន្ទុយគោបងប្អូនបន្លែខ្ញុំមានដូចជាល្ហុងខ្ចីចំនួនមួយប៉ុន្តែខ្ញុំកាត់តែពាក់កណ្ដាលទេខ្ញុំទុកពាក់កណ្ដាលទៀតទុកធ្វើបុកល្ហុងបងប្អូនហើយខ្ញុំមានជាការ៉ុតមានខ្ទឹមបារាំងដើម្បីយកទៅដុតយកជាតិឈ្ងុយរបស់វានៅក្នុងដាក់នៅក្នុងទឹកស៊ុបយើងហើយខ្ញុំមានដូចជារំដេងបងប្អូនដាក់ប្រហែលជាមួយកង់ប៉ុណ្ណឹងខ្ញុំនឹងដាក់ដុតជាមួយនឹងខ្ទឹមបារាំងហើយនឹងខ្ទឹមសដែរមើលនៅទីនេះហើយខ្ញុំមានស្ពៃក្តោបបងប្អូននិយាយទៅស្ពៃក្តោបបងប្អូនចង់ដាក់ស្ពៃអីក៏បានដែរដូចជាស្ពៃកញ្ញាំងស្ពៃចង្កឹះឬក៏ស្ពៃក្តោបអញ្ចឹងដូចខ្ញុំក៏បានហើយខ្ញុំមានស្ពៃក្តោបថ្ងៃនេះខ្ញុំក៏ចង់ប្រើវាអស់ដើម្បីកុំឲ្យវាខូចបងប្អូនហើយដល់ពេលទឹកស៊ុបយើងឆ្អិនខ្ញុំនឹងដាក់ស្លឹកខ្ទឹមហើយនឹងជីវ៉ាន់ស៊ុយហើយចំណែកឯខាងឆ្អឹងសាច់វិញខ្ញុំមានដូចជាឆ្អឹងគោចំនួនប្រហែលជា3ផោនកន្លះបងប្អូនឆ្អឹងគោនេះបងសែមគាត់អាចញ៉ាំបានប៉ុន្តែគាត់ថែមឆ្អឹងតិចក៏នឹងអត់អីកុំឲ្យតែមានជើងមានអីចឹងណាហើយខ្ញុំក៏មានកន្ទុយគោដែរបងប្អូនកន្ទុយគោថ្ងៃនេះប្រហែលជា1ផោនជាងជិត2ផោនដែរហើយខ្ញុំនឹងដាក់ងាស់វាឲ្យផុយនិយាយទៅថ្ងៃនេះគឺធ្វើតែស៊ុបក្តៅៗបងប្អូនសម្រាប់បានទឹកស៊ុបក្តៅៗហត់អីចឹងណាព្រោះថាខែត្រជាក់យើងញ៉ាំចឹងទៅស្រួលខ្លួនដែរហើយខ្ញុំក៏ដឹងថាបងប្អូនខ្លះគាត់ចេះធ្វើស៊ុបច្រើនដែរប៉ុន្តែគាត់ខ្ញុំចង់មកបង្ហាញពីខ្ញុំធ្វើស៊ុបបងប្អូនបើសិនបងប្អូនចេះធ្វើឆ្ងាញ់ដឹងរបៀបផ្លែកទៀតអាច comment down below ប្រាប់ខ្ញុំបានខ្ញុំនឹងធ្វើតាមបងប្អូនចាអរគុណអញ្ចឹងយើងនឹងមកចាត់កាត់បន្លែទាំងអស់គ្នាមកកាត់បន្លែបងប្អូននិយាយទៅបន្លែអស់នេះបងសែមមិញហ្នឹងគាត់ជួយលាងឲ្យអស់ឲ្យបងប្អូនគាត់ចិត្តសម្បកចិត្តឲ្យហើយអញ្ចឹងណាគាត់ថាកុំឲ្យប្រពន្ធហត់ពេកអញ្ចឹងគាត់មកជួយធ្វើខ្លះដែរអញ្ចឹងអត់សូវហត់ច្រើនថ្ងៃនេះចាហើយខ្ញុំក៏បានដាំទឹកនៅក្នុងឆ្នាំងឲ្យបងប្អូនដាំឲ្យហើយអញ្ចឹងណាដល់ពេលតិចខ្ញុំនឹងយកចឹងជំនីគោហើយនឹងកន្ទុយគោនេះដើម្បីទៅលាងហើយដល់ពេលទឹកពុះខ្ញុំនឹងដាក់សាច់ចូលហើយនឹងដាក់អីគេខ្ទឹមបារាំងដែលដុតហើយនឹងជាមួយនឹងរំដេងហើយនឹងខ្ទឹមយើងនឹងឯងបងប្អូនខ្ញុំមកកាត់ល្ហុងបងប្អូនល្ហុងដែលបងសែមគាត់លាងហើយ so sweet កាត់ចិត្តសបលាងបន្លែឲ្យប្រពន្ធទាំងណាថ្ងៃនេះគេអាសាគេបងប្អូននេះខ្ញុំកាត់យកតែពាក់កណ្ដាលទេព្រោះថាច្រើនពេកបងប្អូននិយាយទៅមួយឆ្នាំខ្ញុំតែពីអ្នកដៃប្រពន្ធហ្នឹងអញ្ចឹងខ្ញុំដាក់ច្រើនពេកខ្ញុំអត់អស់អញ្ចឹងឥឡូវខ្ញុំទុកពាក់កណ្ដាលដើម្បីធ្វើបុកល្ហុងបងប្អូនទៅបុកល្ហុងខ្ញុំដាក់ត្រប់ស្រួយទៀតព្រោះថាថ្ងៃមុនហ្នឹងខ្ញុំទៅ store Hong Fair ដល់ store យួនណាបងប្អូនគេមានត្រប់ស្រួយមើលទៅតំណមែនតើអញ្ចឹងខ្ញុំចង់ទុកខ្លះដើម្បីធ្វើបុកល្ហុងហើយល្អល្ហុងនេះក្របបន្តិចបងប្អូនក្របតែមួយមើលទៅហើយអត់ស្ដាយឃើញល្ហុងមានក្របតិចអញ្ចឹងឯណាតែលើកទី1ខ្ញុំឃើញល្ហុងហើយខ្ញុំដាក់ស៊ុបតែពាក់កណ្ដាលទេព្រោះថាច្រើនពេកញ៉ាំអត់អស់បងប្អូនសុខសប្បាយទាំងអស់គ្នាទេនិយាយទៅខានធ្វើម្ហូបមកនិយាយលេងមួយបងប្អូនយូរហើយនិយាយទៅបងប្អូនល្ហុងនេះនៅស្រុកខ្មែរយើងគេមានសគៀលដល់ពេលយើងដាក់ល្ហុងសគៀលអូយឆ្ងាញ់មែនទែននេះបើសិនជាមានល្ហុងសគៀលស្រុកខ្មែរយើងមិនដឹងជាឆ្ងាញ់យ៉ាងណានេះនិយាយទៅនិយាយរឿងបន្លែល្អនឹកតែដល់ស្រុកខ្មែរបងប្អូនព្រោះមានបន្លែល្អនៅដល់ពេលចឹងយើងស្រួលធ្វើម្ហូបណាពេលល្ហុងនេះខ្ញុំចិត្តប្រហែលប៉ុណ្ណឹងបងប្អូនព្រោះអត់ចង់ដាក់ធំពេកទេព្រោះថាយើងដាក់ទូចឹងទៅយើងល្មម
rùng ngõ việc tới việc là hàng thôi á bây giờ là dương đặt thùng thùng pek anh nó có việc tam lần này bóng thì là phần cho để tới đau đi lát còn chỉ đặt thùng thùng chứ á tại nhóm đặt phần còn đặt là hong bẹt cả đá phần nấm ra này là bóng ồn hay được rót nó phải trường thì chứ dương đặt tập phần nấm là một thì rót nhưng mà hành phần cho rót việc là ha phơi đá bóng ồn chứ nhưng lại cặp hai bên đấy cũng ao pe tại tôi pe của việc phơi bay nên mới lên trên này thì tới ngao súp bóng ồn nhưng mà trà hay cà rốt một cái đó đặt tới vì phải em trên nhé thôi tục sụp dương vì phải em không chiết dương mình chỉ mạch đặt score cho ra thì tới đây đi và hai chiếc bằng khai tiết hai cái đáy với nhau bông ồn chứ nhưng mà hai đang vừa một hôm để khang cay cho ra này thôi em nhầm chụp chùm bông ồn chứ như tới khai được chuyện ít khơi được nhôm phơ mà hộp chụp mình tôi sát có thường hộp mà này ai này không kia năng ai mong phồn buổi thay khai được chuyện buổi thay dân tới cài về thì chạy pe hay liền nó vì tới spray cào tụi du pe trong khô chứ tức lại là sọc đi dân tinh máu cứ tham thùng thô bong bong ở miền tha cái lụa mà chạy hiên rồi có mà chỉ là để lên sọc mai dân trắng này thì tới và hai dân tinh máu hái cái trâu gà rọc pe thổi ốc bong ôm chẳng tí dân tụi du pe lùi ọc lại là sọc này hết mình đuổi nơi sọc mai dân tinh sọc mai dưới cứ tha và lại dân ai vô pana ban đi tha dân vô trong ban pana ban đang chẳng là bóng ôm đây sọc nít và tề cứ mòn thóng thùng thùng nó rồi tập pe vừa nhà mình bàn chẳng hết tâmប្រាំងហើយនឹងរំដេងបងប្អូនមិញនេះខ្ញុំយកឆ្អឹងចេលីកូហើយនឹងកន្ទុយគួយតលីមកយកមកកាត់កង់កង់ទៅកន្ទុយគូស្រុកនេះគេកាត់កង់កង់ឲ្យអស់ឲ្យបងប្អូនខ្ញុំយកតែឆ្អឹងចេលីកូនេះគេកាត់ផ្លេផ្លេឲ្យអស់ឲ្យគ្រាន់តែខ្ញុំកាត់ជាជំរាបទៀតថែមទៀតអីចឹងណាចាទៅថ្ងៃនេះខ្ញុំទៅstore Việt Namបងប្អូនផ្លេចឲ្យឆឹងថាស៊ុបគោហ្នឹងបើយើងដាក់សរសៃកែងគោអូមានជាតិមែនតើប៉ុន្តែដោយសារខ្ញុំផ្លេចឡើងតា focus to oxtail នោះ focus ទៅកន្ទុយគោនឹងខ្លាំងពេកផ្លេចទិញឆ្អឹងទិញមួយសរសៃកែងគោតែបងប្អូនបើសិនជាធ្វើកុំភ្លេចសរសៃកែងគោអាហ្នឹងមានជាតិមែនតើខ្ញុំស្ដាយមែនតើឥឡូវនេះផ្លេចទិញហ៎តំណឹកឃើញពេលលេងសាច់មិញបងប្អូនហើយណាមួយសរសៃកែងគោនេះសរសៃកូនគោហ្នឹងមានជាតិ collagen ទៀតបងប្អូនមានជាតិ collagen ច្រើនអញ្ចឹងមាន collagen ច្រើនក្នុងសរសៃកែងគោហ្នឹងណាវាស្ដាយមែនតើនេះប៉ុន្តែអីចាំលើក្រោយចាំលើក្រោយចាំដាក់អញ្ចឹងបងប្អូនធ្វើអីកុំភ្លេចសរសៃកែងគោឆ្ងាញ់ឥឡូវហ្នឹងទឹកខ្ញុំចិត្តពុះហើយបងប្អូនហើយបន្ទាប់ពីដែលខ្ញុំដាក់ខ្ទឹមបារាំងរំដេងហើយនឹងខ្ទឹមសឆ្អិនខ្ញុំនឹងមិនមែនឆ្អិនទេថាយើងអាំងឲ្យវាឈ្ងុយណាដុតឲ្យវាឈ្ងុយដល់ពេលតែដុតឲ្យឈ្ងុយហើយខ្ញុំនឹងពេលទឹកពុះខ្ញុំនឹងយកគ្រឿងហ្នឹងទៅដាក់នៅក្នុងទឹកស៊ុបយើងដើម្បីឲ្យមានជីជាតិហើយបាទខ្ញុំដាក់ឆ្អឹងគោហើយនឹងកន្ទុយគោចូលទេបងប្អូនឥឡូវហ្នឹងរំដេងហើយនឹងខ្ទឹមបារាំងហើយនឹងខ្ទឹមសបងប្អូនខ្ញុំដាក់អាំងនៅក្នុង air fryer ដុតឲ្យវាឈ្ងុយហើយឥឡូវហ្នឹងខ្ញុំទឹកពុះផ្សាយខ្ញុំនឹងដាក់គ្រឿងចូលដើម្បីឲ្យវាចេញជាតិឲ្យឈ្ងុយក្នុងទឹកស៊ុបយើងដែលស្រួលបួនអញ្ចឹងទេខ្ទៀតទៀតមកគឺថាលាកហើយរំដេងឲ្យជួយឈ្ងុយបងប្អូនហើយនឹងទៅនេះយើងដុតមិញណាអូខេ
ហើយបន្ទាប់មកខ្ញុំនឹងដាក់សាច់ចូលបងប្អូនសាច់ដែលខ្ញុំលាងហើយមិញណាចាប់ដាក់សិនអូខេសាច់យើងនេះបងប្អូនលាងហើយស្អាតហើយហើយហ្នឹងខ្ញុំនឹងដាក់ចូលជាមួយគ្នាក្នុងទឹកស៊ុបយើងអូយមានជាតិខ្លាំងណាស់បងប្អូនអើយដល់ពេលដាក់ឆ្អឹងជំនីគោច្រើនអញ្ចឹងណាហើយនឹងកន្ទុយគោគ្រឿងថាមានជាតិឆ្ងាញ់តែម្ដងគ្លៀងបាយបាត់ហើយបងប្អូនអើយក៏និយាយរឿងហ្នឹងហើយយើងដាក់រងាស់វាឲ្យពុះហើយដល់ពេលវាចេញពពុះខ្មៅបងប្អូនខ្ញុំឆ្កឹះវាចេញខ្លះណាដួសវាចេញខ្លះអញ្ចឹងទឹកស៊ុបយើងប្រឹងល្មមហើយឥឡូវវារៀងខៀនតិចតែដល់ពេលពុះខ្ញុំដួសទឹកខ្មៅចេញវាល្មមអូខេឥឡូវហ្នឹងយើងដាក់រងាស់វាឲ្យចេញជាតិសិនបងប្អូនខ្ញុំសំបងប្អូនខ្ញុំនឹងដាក់ទឹកត្រីហើយនឹងទឹកស៊ីអ៊ីវខ្លះស្ករហើយនឹងអំបិលហើយនឹងម្សៅស៊ុបមាន់បងប្អូនចាបងប្អូនឥឡូវហ្នឹងស៊ុបខ្ញុំពុះហើយតាមឈ្ងុយ smells so good guys cannot wait to eat ឥឡូវហ្នឹងខ្ញុំនឹងដាក់ទឹកត្រីចូលបងប្អូននិយាយទៅមិញខ្ញុំថាពេលខ្ញុំរងាស់វាហើយវានឹងចេញពពុះខ្មៅមកប៉ុន្តែឆ្អឹងជំនីនេះឆ្អឹងជំនីគោហ្នឹងហើយនឹងកន្ទុយគោហ្នឹងវាអត់សូវមានខួរហ្នឹងបងប្អូនអញ្ចឹងទៅវាអត់អីអញ្ចឹងខ្ញុំមិនចាំបាច់ដួសចេញណាឥឡូវហ្នឹងខ្ញុំដាក់ទឹកត្រីគ្រឿងផ្សំចូលទាំងអស់ហ្មងអូខេទឹកត្រីខ្ញុំចង់ដាក់ទឹកស៊ីអ៊ីវបន្តិចដែរបងប្អូននិយាយទៅស៊ុបខ្ញុំមិញថ្លាតែដល់ពេលដាក់ទឹកស៊ីអ៊ីវចូលទៅរៀងខ្មៅតិចបងប្អូនហើយខ្ញុំដាក់អំបិលហើយបងប្អូនហើយឥឡូវនេះខ្ញុំដាក់ស្ករអំពៅយើងនឹងឯងមកពី Costco ឥឡូវដាក់ប្រហែលជាប៉ុណ្ណេះសិនចុះយើងដាក់ល្មមសិនណាបងប្អូនកុំដាក់ច្រើនពេកខ្លាចវាជ្រុលពេកហ្នឹងទៅយើងពិបាកថែមថយបើសិនជាយើងខ្វះអីខ្ញុំដាក់ថែមទៀតអញ្ចឹងណាហើយខ្ញុំនឹងដាក់ម្សៅស៊ុបមាន់នឹងឯងចូលដែរម្សៅស៊ុបមាន់នេះវាមានជាតិប៊ីចេងនៅក្នុងហ្នឹងហើយខ្ញុំមិនចាំបាច់ដាក់ប៊ីចេងថែមទៀតទេខ្ញុំនឹងកូរវាសពសិនអូយតំណងបងប្អូនអើយតំណងណាមើលនេះមើលអីកន្ទុយគោយើងនេះបងប្អូនតំណងមែនតើចង់គោយើងក៏តំណងដែរនិយាយទៅរៀងឆ្អិនតិចៗណាបងប្អូនសាច់ចិត្តឆ្អិនអស់ហើយបងប្អូនឡើងផុយល្អអស់ហើយណាខ្ញុំឆែកមិញឡើងផុយឆ្ងាញ់ហ្មងឥឡូវហ្នឹងដល់ពេលដាក់បន្លែចូលហើយបងប្អូនហើយខ្ញុំហាន់ស្រាប់ហើយមិញនោះលាងឲ្យហាន់មិញបងប្អូនណាអូខេមុនបងខ្ញុំដាក់ល្ហុងចូលបងប្អូនដើម្បីវាផុយព្រោះថាល្ហុងវារៀងយូរជាងគេណាហើយចាំដាក់ក្របចូលហើយវាទៅស្ងោរស៊ុបនេះបងប្អូនចាយពេលច្រើនមែនទែនព្រោះថាយើងត្រូវរងាស់ឆ្អឹងយើងឲ្យផុយជាពិសេសកន្ទុយគោហ្នឹងហ្មងបងប្អូនហើយហ្នឹងកន្ទុយគោខ្ញុំផុយហើយអញ្ចឹងដាក់ល្ហុងចូលហើយនឹងខ្ញុំនឹងដាក់ក្របចូលដែរបងប្អូនដាក់គ្រឿងរឹងមុនគេដាក់ក្របចូលដែរបងប្អូនក្របនេះថាក្របក៏រឹងដែរយើងទុកយូរពេកវានឹងអាចអត់សូវផុយវាទៅរងាស់ឆ្អឹងនេះតាំងពីទឹកពេញឆ្នាំងរហូតដល់ទឹកចង់កន្លះឆ្នាំងបងប្អូនតម្រុំតែផុយចឹងគោកន្ទុយគោនេះប៉ុន្តែសុំឲ្យបងប្អូនជាតិម៉ែជាតិនិយាយលេងបងប្អូនណាក្របហើយនឹងល្ហុងយើងរៀងផុយតិចហើយហើយបើខ្ញុំដាក់ស្ពេកក្តាប់ចូលឥឡូវនេះ
ស្លឹកខ្ទឹមចូលហើយនឹងជីវ៉ាន់ស៊ុយបងប្អូនគ្រាន់តែដាក់ជីវ៉ាន់ស៊ុយចូលស្លឹកខ្ទឹមចូលហ្នឹងខ្ញុំជួយបន្ថែមទៀតបងប្អូនអូខេតាំងអូជាការសាច់បងប្អូនគឺព្រួចហ្មងណាកតុយគោឡើងផុយបងប្អូននេះផុយចេញមិនឆ្ងាញ់វាផុយល្មមបងប្អូនមិនផុយពេកទេហើយក៏មិនស្វិតពេកដែរហើយក្រត់ហើយនឹងល្ហុងក៏ផុយល្មមដែរចាំជិះយ៉ាเราចង់រលាបដៃអូខេហើយបងប្អូនហើយបងសែងគាត់មកហើយ Hello to the fan មកដល់ពេលញ៉ាំបាយបងប្អូនអញ្ជើញមកប្រសាបាយទាំងអស់គ្នាយើងមានថ្ងៃនេះដូចជាស៊ុបកតុយគោជាមួយនឹងឆ្អឹងគោហ្នឹងមានល្ហុងហើយនឹងមានចំហុយពងត្រីជាមួយនឹងសាច់ជ្រូកចិញ្ច្រាំបងប្អូនហើយមានត្រប់ស្រួយហើយនឹងស្វាយខ្ចីហើយស្ពៃក្តៅបងប្អូនអូខេ that's it ញ៉ាំបាយទាំងអស់គ្នាបងប្អូនមកញ៉ាំបាយបងប្អូនស៊ុបឈ្ងុយមកផ្ទះហ្មងនិយាយថាក្នុងផ្ទះឈ្ងុយតែស៊ុបទេ Why cannot wait to eat this my soup it took me like 3 hours It cooked. You didn't have to sit there for 3 hours, all right? no but it took 3 hours to finish that good thank youបងប្អូន how is the egg steamed egg It's nice. good It sticks to the table. But it's still hot. The bowl. Yeah. Table cooking. Good. Which meat is Which meat is what? So this one is of tail and this one is like just the beef bone. Is an oxtail actually from an ox? It's like beef tail, I think. I don't know. Is It's an called ox? oxtail. An ox is an actual animal. Really? It's called oxtail on the packaging. បងប្អូនdrop through និយាយទៅពេលខ្ញុំហាន់មុនបងខ្ចីមែនទេឡើង sauce គូខាងក្នុងតែដល់ពេលខ្ញុំជ្រើសទៅកកទៅវាជីងជាតិជាប់មកឃើញខ្មៅប៉ុន្តែខ្ចីល្អហ៎ម្ដងនេះទៅផ្សារតិចមិនមួយខាងក្នុងវានឹងខ្ចីនឹងឯងមានខ្ចីចឹងហើយបងប្អូន drop through នៅស្រុកអាមេរិកណាឥឡូវហ្នឹងខ្ញុំនឹងសាពងត្រីចំហុយដាក់ម្ទេសបន្តិចមកឆ្ងាញ់ហ៎បងប្អូនអើយប៉ុន្តែចាំមើលហូរទឹកភ្នែកហូរសប្បាយអស់ហើយ Eating the fancy cut eggplant. Cut so fancy. It's sweet. The eggplant. Yeah. Eggplant It's just sweet. like a fresh eggplant. It is fresh. It actually is slightly sweet. It is big. Yeah. Yes, I haven't eaten much eggplant. Everything. And like fruit or vegetable, but it's fresh. You can taste the sweetness from it, and also the crunchiness too. And you can try the mango with that too. It's gonna taste good too. Green mango. Man, yeah. Will I swipe my tongue? No, you got young mango. You could both swash. Sour. Chú. Not fine. Dude. It's not sweet. It's sour. That's why we call them young mango. Very young. Young's always sour. My tongue burns now. Green mango, right, guys? I forgot to ask you how is the soup? Soup's good. Good. You like it?
I like the soup, thank you. Do you like green mango or ripe mango better? I mean, I like both. Depends. Sometimes I like when I want to eat something sweet, I want ripe mango, sweet mango, and I want something kind of sour and kind of crunchy. I prefer to eat like young mango, with sugar and salt, pepper. Okay, now if you only get to have one option for the rest of your life, which one are you taking? Ripe mango for sure. Ripe mango? Yeah. I would also take ripe mango. Comment down below which one you'd pick. The green mango or the ripe mango. That's the only thing you're allowed to have. Yeah. I'm really happy how the soup turned out, and crunchy eggplant. This is crunchy eggplant, guys. The eggplant's more sweet than the mango. And in Cambodia, we call drop srui, which is crunchy eggplant. You eat the oxtail. Ôiបងប្អូនណាtôi cô ở bên này. I haven't got to that point yet. Is there any meat or is it just all kind of Meat and tendon. tendon? I don't want Give me any the tendons. knife, baby. Yeah. Small knife to cut this. For me, I like it, but for you, I don't think you like it I don't as think, me. I don't think I like it either. Yeah. It's mostly tendon. I mean, chewy. Thank you. Good. Yes. Especially cold outside, when you eat the soup, you can have warm up your body a little bit. Right, guys? That piece of papaya was very hot. Okay, Let me take a smaller bite. You're not gonna like this. Okay. Uh, You can have it. chewy and kind of like rubbery texture. No, thank you. No rubbery meat for me. What's this one? Bone. You can eat it. Bone. Oh, okay. But, yeah, I'm tired. Been fighting out there trying to install that roll cage on the Samurai, and it's, because the Samurai is a little bit damaged. It's not easy. Nothing wants to fit quite right. The instructions are like, oh, just do it like this. Can't actually do it like that. Comment down below if you'd like to see the Samurai project. Ui,ឆ្ងាញ់ណាស់ Giờឆ្ងាញ់បាយបងថ្ងៃនេះ ម្ហូបសើត្រូវមាត់ ម្ហូបខ្មែរបងប្អូនអើយ បាទប្រហុកអកស្អុយស្អុយស៊ុបអីហ្នឹងអើយនិយាយទៅឆ្ងាញ់ណាស់ខ្ញុំ យូរឡើងសាច់ទៀតណា មើលតាមបន្តិចតិចមកឆ្ងាញ់ណាស់បងប្អូនអើយហើយហោះតិចតិចចូលជាតិជាមួយនឹងបន្លែយើងហ្មងឥឡូវខ្ញុំដាក់ស្វាយខ្ចីបន្តិចបងប្អូនលឹបស្វាយជូរជាហ្មងទៅមានជាតិមែនតើជាមួយនឹងចំហុយផ្អកចំហុយពងត្រីអញ្ចឹងបងប្អូនព្រោះជូរដូចថាជ្រះមាត់ហ្នឹង I
sụt nhau ở con mình đang sắm cả tam đan ngày nắng hay nhưng mà nằm phở mà hốp nó pe cao thì bông ôn đang chụp bông ôn pe cao thế đó con chấm điệp ly bye bye